ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះសួនវិញហើយលេមុនកំបោយ៉ាងមីហ្នឹងហើយខ្ញុំចែកចម្លែកមួយទៀតធ្វើជាវាគ្មិនជា trainer នៅក្នុងនោះដែរខ្ញុំសូមបតិអ្នកទាំងអស់គ្នាថាដោយសារវាមានច្រើនពេកខ្ញុំអត់អាចអង្គុយមួយថ្ងៃបែងចែកឆ្នាំណាខែណាទេគឺខ្ញុំនឹកឃើញហើយខ្ញុំមិនឃើញខ្ញុំយកមកបកស្រាយហើយខ្ញុំប្រាប់ជូនអ្នកបងប្អូនទាំងអស់គ្នាឥឡូវតើទៅមើល slide ហ្នឹងនេះសំខាន់មកពីស្លាយឆ្កាដងសួនវិញខ្ញុំមកដាក់យុវជនសួនវិញអូខេខ្ញុំមានអារម្មណ៍ថាខ្ញុំឃើញខ្ញុំមានក្តីសោកព្រោះខ្ញុំពីទូចខ្ញុំតែងតែសម័យថាពេលខ្ញុំទៅរៀនហើយពេលខ្ញុំចេញមកពីរៀនខ្ញុំនឹងយកអីជូនដល់ប្រជាជាតិខ្ញុំហើយជាពិសេសខ្ញុំសម័យឃើញថាខ្ញុំចង់ឲ្យបើពាក្យសម្ដីខ្ញុំខ្ញុំមានអារម្មណ៍ថាពេលខ្ញុំទៅទេសពេលទៅស្ដាប់លោកទេសនាជាមួយទៅព្រះវិហារឃើញគាត់ឡើងនិយាយធ្វើការលើកទឹកចិត្តអីចឹងខ្ញុំសម័យថាអូថ្ងៃណាមួយទៅថាខ្ញុំអាចបានជាផ្នែកមួយក្នុងការនិយាយលើកទឹកចិត្តរបស់ពួកគាត់ដែរបានអត់ហើយឥឡូវហ្នឹងវាបាន income វាមានថាបានមកដល់ជីវិតខ្ញុំខ្លះៗហើយជា trainer ជា speaker និង ជា speaker motivator ហ្នឹងច្រើនដែរនេះតែនៅក្នុងនេះដែរជាមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍជនបទថ្លែងអំណរគុណជូនសួនវិញដែលបានចែកសម្លេងពេលវេលាដល់និស្សិតនៃមហាវិទ្យាល័យកសិកម្មហើយនឹងការអភិវឌ្ឍជនបទលើប្រធានបទភេទមិនមែនជាកត្តាឧបសគ្គនៅថ្ងៃទី8ខែឧសភាឆ្នាំ2025ខ្ញុំអរគុណដែរក្រុមយុវជនដែលបានរៀបចំកម្មវិធីនឹងឡើងអូខ្ញុំនិយាយមែនខ្ញុំស្រឡាញ់ណាតែខ្ញុំសុំទៅខ្ញុំដោះចេញពីសុំនៅដោយសារអូវាច្រើនពេកចឹងទៅខ្ញុំដូរផ្ទះម្ដងទៅវាបាក់អូខេខ្ញុំនិយាយអំពីមូលហេតុអីខ្ញុំឃើញវគ្គចូលរួមហ្នឹងទីមួយខ្ញុំឃើញ application នៅ Post Culture គេដាក់ថាជ្រើសរើសវាគ្មិនបាទលយមែនសង្គមកម្ពុជាមានចាប់ដើមជ្រើសរើសវាគ្មិនគេថាគាត់ប្រកាសជំនឿឃើញចំណុចពិសេសអីមួយរបស់សង្គមហ្នឹងជឿជាក់ថាយុវជនសង្គមណាគឺជាយុវជនមួយដែលក្លាហានអស្ចារ្យហើយប្រកែកហើយ challenge shift មែនទែនសម្រាប់ខ្លួនឯងត្រូវអត់អញ្ចឹងទៅក៏ខ្ញុំគិតថាក្តីសម័យខ្ញុំហើយអញ្ចឹងខ្ញុំក៏ចាប់ដើមដាក់ចូលនៅក្នុងកម្មវិធីហ្នឹងទៅហើយគេថាអូបងមានយុវជនជាច្រើនគេដាក់ជាវាគ្មិនហើយក៏មានអ្នកខ្លះជាប់ហើយមានអ្នកខ្លះក៏ជាប់មិនជាប់អីដែរព្រោះទៅតាមប្រធានបទចឹងតែខ្ញុំជាមនុស្សម្នាក់ជាប់ហើយក៏បានអ្នកចូលរួមប្រហែល60នាក់ពេលព្រឹកហើយថ្ងៃឡើងខ្ញុំបានស្រាប់ឲ្យតែធ្វើពេលព្រឹកថ្ងៃឡើងនឹងបាត់ខ្លាយអញ្ចឹងថ្ងៃឡើង40នាក់អីដែរហើយក៏មាន gift ជូនពួកគាត់ទីទួយដែររាល់កម្មហើយមួយទៀតនោះគឺខ្ញុំលើកប្រធានបទភេទមិនមែនជាកត្តាឧបសគ្គទេបើយើងនិយាយភេទមានប៉ុន្មានភេទមាន3មានភេទប្រុសភេទស្រីអន្តរភេទហើយភេទទាំង3នោះខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាគេសួរថាភេទមានប៉ុន្មានមាន3ប៉ុន្តែកុំគួរនិយាយថាភេទទី1ស្ត្រីភេទទី2បុរសភេទទី3អន្តរភេទពីព្រោះភេទទាំងអស់ហ្នឹងគឺមានសិទ្ធិស្មើៗគ្នាអញ្ចឹងយើងគ្រាន់តែថាភេទមាន3ប្រភេទដាក់ត្រេ1ភេទស្រី2ភេទប្រុស3អន្តរភេទប៉ុណ្្នឹងទៅបានហើយបើខ្ញុំជាគ្រូវិញខ្ញុំ10លើ10មកមកសំណួរ10បន្ទុកប៉ុន្តែបើអ្នកទាំងអស់គ្នា1 2 3វាមានអារម្មណ៍ថាភេទហ្នឹងត្រូវបានរាប់ចំណាក់ថ្នាក់អញ្ចឹងថាណាមុនណាក្រោយអញ្ចឹងទៅវាមានថាអវិសមភាពgender កាត់ឡើងមកហ្នឹងមកហើយនៅក្នុងថ្ងៃនេះដែរហើយភេទពួកខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាបានប្រកាសជាលើពាក្យមិនល្អមួយចំនួននិយាយអំពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាឬសហគមន៍ LGBT គេថាអើយពួកគាត់ពន្ជ្រាយពួកគាត់អីស្ត្រីវិលចក្រានមិនជុំបុរសជាមាសទឹក10តែប៉ុន្តែអត់ទេភាពអស្ចារ្យភាពអង្អាចនិងភាពទៅបានគឺមានស្ថិតនៅក្នុងគ្រប់បុគ្គលគ្រប់មនុស្សទាំងអស់គ្នាអត់មានអ្នកណាមកកំណត់ថាអ្នកឯងអស្ចារ្យអ្នកឯងខ្លាំងអ្នកឯងជាចំណុចមួយមនុស្សដែល perfect អត់មានទេគឺអ្នកទាំងអស់ចាអ្នកស្អាតអ្នករស់នៅជាខ្លួនឯងហើយនៅក្នុងនោះដែរខ្ញុំបានយកមេរៀន Sochi SC ទៅប្រាប់ពួកគាត់ផងដែរហើយបើ Sochi SC លំអិតខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាប៉ុន្តែកាលណាយើងនិយាយអំពី Sochi SC នៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាឬសហគមន៍ LGBT community plus យើងគួរតែនិយាយថាបុគ្គលដែលមាននិន្នាការភេទចម្រុះឬបុគ្គលដែលមានអត្តសញ្ញាណចម្រុះកាលណាយើងនិយាយ Sochi ជាមួយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាព្រោះពាក្យ LGBTQ+ ហ្នឹងគឺគេមានអត្ថន័យនិងពាក្យនីមួយៗនៅក្នុងហ្នឹងចឹងទៅហើយ Sochi ក៏វាមានអត្ថន័យកាន់តែច្រើននៅក្នុងនោះប៉ុន្តែយើងនិយាយថាមនុស្សដែលមានអត្តសញ្ញាណចម្រុះនៅពេលដែលយើងនិយាយអំពី LGBT community ហើយនេះហើយខ្ញុំសប្បាយចិត្តខ្ញុំខ្លាចជាមនុស្សម្នាក់ដែលថាអូខេនិយាយទៅមានគេស្ដាប់ដូចជាព្រះអង្គទេសនាអញ្ចឹងទៅមានអ្នកស្ដាប់ទៅខ្ញុំមានថាអូរំភើបចឹងអ្វីដែលខ្ញុំរៀនគឺខ្ញុំបានវាហើយសួរថាវាចំណាយពេលចំណាយពេលវាចំណាយថវិកាប៉ុន្តែអ្វីដែលខ្ញុំទទួលបានក្តីសុខហើយនៅពេលបងប្អូនទាំងអស់គ្នាស្គាល់ខ្ញុំថាជាអ្នកតស៊ូមែនទេដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាជាពិសេសស្ត្រីក្មេងស្រីក្នុងភាពជាអ្នកដឹកនាំលើកបំបត្តិអំពើហិង្សាគ្រប់ទម្រង់ទៅលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាហើយនឹងពីបរិស្ថានព្រោះកាលណាបរិស្ថានស្អាតសុខភាពយើងល្អហើយពិភពលោកយើងក៏មានសន្តិភាពដែរ